ហើយជម្រាបសួរបងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូភាគ2នេះហើយយើងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបនៃការធ្វើ quiz នៅលើ notebook LM អញ្ចឹងខ្ញុំយល់ឃើញថាមានបងប្អូនជាច្រើនគាត់យល់ហើយទាក់ទងជាមួយនឹងការប្រើប្រាស់ក៏ប៉ុន្តែបើសិនជាបងប្អូនមិនបានយល់ទេក៏អាចមើលនៅលើវីដេអូនេះបានអញ្ចឹងជាដំបូងបងប្អូនដឹងស្រាប់ហើយថាយើងត្រូវចូលវាតាមរយៈណាគឺយើងចូលក្នុង Google ហើយយើងមើលនៅក្នុង Google App របស់យើងហើយ scroll ទៅក្រោមចូលទៅរកពាក្យ notebook LM អានឹងខ្ញុំសង្ខេបខ្លីៗមកវិញទេហើយបន្ទាប់ទៀតបងប្អូនត្រូវ file អញ្ចឹងសួរថា file ហ្នឹងវា support file អីខ្លះបងប្អូនមើលកន្លែង more នៅកន្លែងនេះអញ្ចឹងប្រភេទឈ្មោះ file ដែលវា support គឺមានច្រើនមែនទែនហើយម្យ៉ាងវិញទៀតបងប្អូនអាចធ្វើការ copy link ពី YouTube យកមកដាក់នៅក្នុងនេះ drop នៅក្នុងនេះឬក៏យកឯកសារពី drive របស់យើងឬក៏ copy text យកក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅ link YouTube ណាមួយសំទោសខ្ញុំចូលទៅ link នៅក្នុងវីដេអូណាមួយហើយដើម្បីឲ្យវាធ្វើការអានដើម្បីបង្កើតជា quiz បានអញ្ចឹងខ្ញុំ copy យក link មកអញ្ចឹងហើយយកមក drop ចូលនៅក្នុងនេះហើយបន្ទាប់ទៀតមកគឺយើងចុចផ្ញើទៅឲ្យវាទៅ send ឲ្យវាហ្មងទៅអូខេហើយបន្ទាប់ទៀតមកនេះនៅកន្លែងនេះគឺយើងឲ្យវាធ្វើការ make quiz របស់យើងបាទឬក៏យើងធ្វើ flashcard ក៏បានដែរអញ្ចឹងខ្ញុំសូមបង្ហាញទាក់ទងជាមួយនឹងការធ្វើ quiz សិនអូខេយើងបានប៉ុណ្ណឹងមក generate មកតែប៉ុណ្ណឹងមកហើយយើងរងចាំវាបន្តិចអញ្ចឹងកន្លែងនេះខ្ញុំសូមសង្ខេបបន្តិចដោយសារតែយើងត្រូវការពេលវេលានឹងយូរដែរអញ្ចឹងខ្ញុំចូលមកកន្លែងនេះដែលខ្ញុំបានធ្វើកន្លងមកហ្នឹងហើយបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើវាមកហើយយើងធ្វើការ share ហើយនៅកន្លែងនេះបងប្អូនត្រូវ enable វាសិនហើយបញ្ជាក់នៅកន្លែងនេះបើសិនយើងយក restrict អានឹងយើងអាច copy link share ទៅអ្នកដែលចូលធ្វើ quiz បានទេឬក៏យើងយកជា public អញ្ចឹងក៏អាចចូលបានដែរអញ្ចឹងជំរឿនរបស់យើងគឺយើងយកកន្លែង anyone with a link អញ្ចឹងយើង copy link អានឹងមកហើយបន្ទាប់ទៀតមកបានយើងផ្ញើនៅក្នុង group Telegram ឬក៏វិធីសាស្ត្រដែលយើងអាចផ្ញើបានគឺតាមលទ្ធភាពរបស់បងប្អូនចឹងនេះដោយសារតែ quiz ដែលខ្ញុំធ្វើតេស្តមុននេះមិញហើយអីចឹងយើងគ្រាន់តែចុចលើ requiz អញ្ចឹងមកអូខេនេះឃើញទេអញ្ចឹងសូមបញ្ជាក់ថានៅលើនេះគឺមិនទាន់បានអាប់ដេតចេញជាភាសាខ្មែរនៅឡើយទេបច្ចុប្បន្នគឺយើងនៅប្រើប្រាស់ជាភាសាអង់គ្លេសអញ្ចឹងខ្ញុំ recommend បាទសម្រាប់លោកគ្រូអ្នកគ្រូដែលជាគ្រូឯកទេសខាងភាសាអង់គ្លេសអីអាចប្រើប្រាស់វាសម្រាប់ចែករំលែកទៅកាន់សិស្សឬក៏យើងធ្វើ quiz ខ្លីៗសម្រាប់សិស្សគឺងាយស្រួលអូខេអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនហើយយើងជួបគ្នាជាមួយវីដេអូក្រោយបន្ថែមទៀតអរគុណ